ជម្រាបសួរសួស្តីដល់អ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទចិនបុតថ្ងៃនេះដែរស្វាគមន៍មកកាន់កម្មវិធី Storytelling of My Life របស់ខ្ញុំដែលជាវីដេអូមួយដែលចែករំលែកអំពីបទពិសោធន៍ជីវិតខ្ញុំបានឆ្លងកាត់ក៏ដូចជាបានជួបនៅជីវភាពប្រចាំថ្ងៃរបស់ខ្ញុំផ្ទាល់តែម្ដងមុនដែលខ្ញុំធ្វើកម្មវិធីនេះឡើងក្នុងគោលបំណងក្នុងការចែករំលែកទៅដល់អ្នកទាំងអស់គ្នាជាពិសេសយុវវ័យនិងបងប្អូនដែលអញនិយាយថាជាអាយុស្បាខ្ញុំឬក៏អាយុក្រោមខ្ញុំដើម្បីឲ្យដឹងពីតើដំណើរជីវិតនៅពេលដែលយើងផ្សងព្រេងនៅពេលដែលយើងចង់ធ្វើអ្វីដែលយើងស្រឡាញ់វានឹងបានផលក៏ដូចជាជួបនៅរឿងរ៉ាវអ្វីខ្លះហើយខ្ញុំចូលចិត្តធ្វើរឿងរ៉ាវណាដែលជា real story មានជីវិតពិតសកម្មភាពពិតដែលខ្ញុំបានជួបក៏ដូចជាបានធ្វើវាអញ្ចឹងខ្ញុំចែករំលែកអំពីអ្វីដែលខ្ញុំបានឆ្លងកាត់តែម្ដងមកខាត់ពេលខ្ញុំនឹងចូលទៅដល់កម្មវិធីក៏ដូចជារឿងរ៉ាវដែលខ្ញុំត្រូវចែករំលែកនៅក្នុងថ្ងៃនេះដែរនៅក្នុងអេពីសូតទី1នៅក្នុងវគ្គទី1នៃកម្មវិធីរបស់ខ្ញុំមួយនេះដែរគឺខ្ញុំនឹងសម្ដៅទៅលើជីវិតប្រចាំថ្ងៃរបស់ខ្ញុំផ្ទាល់តែម្ដងជីវិតប្រចាំថ្ងៃផ្ទាល់គឺខ្ញុំសម្ដៅទៅលើការដែលខ្ញុំនៅរៀនឯវិទ្យាល័យក៏ដូចជាមកដល់ពេលបច្ចុប្បន្នខ្ញុំជាមនុស្សម្នាក់ដែលតែងតែអាចនិយាយបានថាជាមនុស្សរឹងតឹងមិនសូវចូលចិត្តស្ដាប់សម្ដីរបស់អ្នកដទៃឬក៏អាចនិយាយបានថាជាមនុស្សដែលចូលចិត្តមានអ្នកខ្ញុំតែងតែធ្វើអ្វីតាមចិត្តដែលខ្ញុំចង់ធ្វើខ្ញុំធ្វើអ្វីដែលអ្នកគ្រប់គ្នាគិតថាវាជារឿងដែលខុសឆ្គងឬក៏មិនអាចទៅរួចតែខ្ញុំមានផ្នត់កំណត់មួយថាបើយើងមិនសាកបើយើងមិនធ្វើអារឿងទាំងអស់ហ្នឹងមិនដឹងថាវាទៅមុខរួចឬក៏មិនរួចអញ្ចឹងទោះបីចង់មិនចង់ក៏ខ្ញុំត្រូវតែសាកអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយការរៀនដែលគ្មានគ្រូឬក៏មានគ្រូដែរតែមិនបានរៀនផ្ទាល់ចូលលាស់ជាមួយនឹងពួកគាត់គឺជារឿងកំហុសមួយដ៏ធំសម្រាប់ខ្ញុំក៏ដូចជាមនុស្សមួយចំនួនដែលគិតបែបនេះក៏ប៉ុន្តែខ្ញុំបែរជាជ្រើសរើសជំរឿនទាំងអស់នោះយកមកសាកល្បងក្នុងការធ្វើដោយខ្លួនឯងទាំងដែលដឹងថាធ្វើបែបនេះទៅវាពិបាកវាអត់ស្រួលទេប៉ុន្តែនៅតែជំនះក្នុងការធ្វើវាជាលទ្ធផលខ្ញុំអាចធ្វើវាបានទោះបីជាវាមិនល្អ perfect ដូចជាការរៀនជាមួយនឹងលោកគ្រូអ្នកគ្រូផ្ទាល់ក៏ដោយអ្វីដែលខ្ញុំចង់ចែករំលែកនៅក្នុងពេលនេះចង់ឲ្យអ្នកទាំងអស់គ្នាសាកល្បងអ្វីដែលថ្មីអ្វីដែលថាអ្នកគ្រប់គ្នាដែលគេគិតថាទៅមិនរួចយើងត្រូវសាកវាហើយធ្វើអ្វីដែលថ្មីឲ្យរីកចម្រើនទាំងផ្នែកគំនិតក៏ដូចជាផ្នែកស្មារតីព្រោះថាមនុស្សយើងនៅពេលដែលអភិវឌ្ឍទាំងខ្លួនឯងទាំងសមត្ថភាពព្រោះតែផ្នែកគំនិតនិងផ្នែកបញ្ញារបស់យើងនោះវាទៅមុខដំណើរគ្នាដែរអញ្ចឹងចង់អ្នកទាំងអស់គ្នាសាកអ្វីដែលថ្មីអ្វីដែលប្លែកក៏ប៉ុន្តែមិនប៉ះពាល់ដល់ខ្លួនឯងឬក៏មនុស្សជុំវិញអ្នកដទៃតែវាអាចជួយអ្នកទាំងអស់គ្នារីកចម្រើនទៅមុខបាននេះអេពីសូតទី1វគ្គទី1កុំភ្លេចជួបគ្នានៅអេពីសូតទី2វគ្គ1